ដល់រដូវខែទឹកលិចឲ្យបងប្អូនបាក់យើងទាំងអស់គ្នាហើយថ្ងៃនេះយើងមកលេងព្រៃទៅបែកខាងបាត់ដំបងនេះហើយចង់ដឹងថាខ្ញុំទៅលេងព្រៃនេះខ្ញុំធ្វើស្អីខ្លះខ្ញុំរកស្អីខ្លះរកបានអីខ្លះហើយសកម្មភាពសប្បាយមិនខ្លះពិបាកមិនខ្លះបងប្អូនអាចមើលវីដេអូនេះលេងបានអញញូសួស្ដីបាក់យើងទាំងអស់គ្នាថ្ងៃនេះយើងធ្វើដំណើរទៅបោះតង់នៅមាត់ព្រៃរនាមម្ដងទៀតមើលទេសភាពទឹកលិចចុងរដូវវស្សាហើយឆ្នាំនេះទឹកលិចខ្លាំងមែនតើអត់មានមើលទេសភាពអីឃើញទេឃើញតែចុងឈើប៉ាំហ្នឹងហើយថ្ងៃនេះយើងមកបោះតង់ដាក់បកាយដាក់មងរកត្រីហើយនឹងបាញ់កដោរកពស់រកអីហ្នឹងដើម្បីវាប្លែកអារម្មណ៍ម្ដងហើយការបោះតង់របស់យើងលើកនេះគឺយើងអត់មានកន្លែងស្រួលបួលបោះទេបោះនៅលើផ្លូវហ្នឹងឯងព្រោះក្រៅពីផ្លូវទឹកលិចអស់ហើយអត់មានកន្លែងបោះទេដោយបងប្អូនបានឃើញស្រាប់នៅក្នុងវីដេអូអញ្ចឹងងាកទៅណាក៏ទឹកដែរសិតតែទឹកហ្មងព្រោះវានៅមាត់ព្រៃអានាមហ្នឹងគឺទឹកទលេឡើងមកហ្នឹងលិចខ្ទេចខ្ទីអស់ហើយថ្ងៃនេះយើងធ្វើដំណើរចេញពីពេញទៅប្រហែលជាម៉ោង4ព្រឹកដោយសារយើងមានការងារមួយនៅខាងកំពង់ឆ្នាំងចូលមើលការងារនៅខាងកំពង់ឆ្នាំងចប់រួចរាល់អស់ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តបាត់ដំបងស្ទុយហ្មងអត់មានព្រះអង្គដំណើរអីទេព្រោះចំណាត់លបងភ័ក្រហើយនឹងបងម៉ៅម៉ោង10ទៅដល់យើងហូបបាយនៅផ្ទះគាត់រួចហើយបានយើងចេញដំណើរទៅកន្លែងយើងបោះតង់លិចអស់ហើយអត់មានកន្លែងបោះតង់ទេអញ្ចឹងយើងត្រូវបោះតង់លើផ្លូវតែដោយសារកន្លែងហ្នឹងទួលអញ្ចឹងយើងត្រូវឈូសឆាយវាខ្លះនេះយើងធ្វើដីរៀបស្មើហើយនៅកាប់ស្លឹកឈើយកមកក្រាលកន្លែងហ្នឹងកុំឲ្យប្រឡាក់ផុកហើយឲ្យវាទន់ងាល់ស្រួលដេកហើយយើងក៏ញាប់ដៃញាប់ជើងតម្លើងតង់ឲ្យឆាប់ហើយងាល់មានពេលទៅដាក់មងដាក់អីគីឡូល្ងាចបានត្រីហូបខ្លះបងអឿនគាត់កំពុងទៅលាងករៀបចំដាក់ដាំបាយហូបហើយបងម៉ៅគាត់យកអស់ដែលវាសើមនឹងយកមកដាក់ចិត្តអាកំណោខ្ជូងនឹងឲ្យវាស្ងួតងាល់យកឡើងយើងអាចដុតបានគុំលោវា20វ៉ាទៅជាប់ត្រីចុះបាក់ដោះចុះហើយការងារលើគោកយើងធ្វើរួចអស់ហើយឥឡូវយើងចុះដាក់មងម្ដងចុះទៅដាក់មងខ្ញុំសួរបងម៉ៅសង្ឃឹមអត់គាត់ថាតែមានទឹកមានត្រីឯតែយើងក៏អត់ទាន់ដឹងដែរឥឡូវយើងរាយមង3ខ្សែមួយខ្សែ40ម៉ែត្រមានកលា3ហ៊ុនកលា5ហ៊ុនកលាហើយនឹងកលា4ហ៊ុនអូជាប់មួយបាត់ជាប់មួយអានេះចេះអាឡាតទេវាមកវាចលោបកងហើយវិញអាហ្នឹងចលោកងសាក់បងចលោកងនៅសល់មងកលាតូច3ហ៊ុនមួយយើងដាក់ស្របកន្លែងដែលយើងបោះតង់ហ្នឹងយើងគិតថាអាហ្នឹងវាងាយជាប់ត្រីអញ្ចឹងយើងដាក់ក្បែរហ្នឹងឲ្យស្រួលតែលោយើងអត់ជាប់អាធំយើងបានអាតូចហ្នឹងយកធ្វើម្ហូបដាក់មងកលាតូចរួចហើយយើងឆ្លងបន្លាយដែលមានទឹកជ្រៅមួយទៅឆ្លងទៅដាក់មងកលាធំ5ហ៊ុនកន្លះដងអូយបងដែរខ្ញុំចប់ស្មៅហ្នឹងបងទៅបណ្ដោយទៅដាក់មងរួចរាល់អស់ហើយយើងឆ្លងមកវិញមកមើលមងកលា4ហ៊ុនរបស់យើងឥឡូវមានជាប់ត្រីខ្លះហើយលោកដាក់មកបានត្រីដាក់លើគោកបានស្រីរួចថាអត់ទេត្រីស៊ីយើងដោះមងមកប្រើមិញយើងអាចដោះស្រាយជីវភាពល្ងាចហ្នឹងបានហើយថាមករបស់ហូបយើងអាចហូបបានហើយល្ងាចមិញហ្នឹងម៉ៅក៏គាត់រងកែបបាន1គីឡូដែរអញ្ចឹងយើងអាចយកត្រីដែលយើងដាក់មងបានមិញហ្នឹងហើយនឹងកែបនេះកែបស្រែនេះអាមួយនេះធំមែនតើតំណងជាជាតិណាស់បាក់យើងអើយជួយហើយបានខាំអឿន3ពងទៅសំគ្នាទៅព្រោះយើងទៅមកដល់ពងធ្វើត្រីធ្វើកែបត្រាប់តែឃើញស្មាច់ពីណាបើកលឿនម្លេះចូលមងចូលអីនឹងថាប់មើលទៅលបងខ្ញុំសោះអត់ចាយទៀតខាប់ពួរក្បាលពួរដោយសារយើងចង់ហូបកែបទាំងស្បែកអញ្ចឹងយើងយកវាមកដាំជាមួយនឹងទឹកអំបិលស្រស់វាអស់រំអិលយើងហូបទៅបានឆ្ងាញ់ហើយលបងខ្ញុំគាត់អង្គុយកំដរប្អូនអង្គុយមើលប្អូនធ្វើម្ហូបគាត់តែដៃគាត់កាន់កំប៉ុងប៊ីយ៉ារហូតអត់តម្លាក់ចោះទេបន្ទាប់ពីយើងសម្អាតកែបរួចអស់ហើយឥឡូវយើងបំពងម្ដងមកហូបយើងមកមុខនេះទម្រាំបានហូបអ្នកធ្វើចង់វិលមុខដែរហ្នឹងពេលអង្គុយធ្វើម្ហូបហ្នឹងគ្រាន់តែមេចោះល្ងិតតិចមុខមិនដឹងចេញមកពីណាទេដោយសារតែវាមានទឹកច្រើនវាស្មៅលួយស្មៅអីចឹងចេញមកទាំងវងអញ្ចឹងបងអឿនគាត់តល់ប្រកាត់ភ្លើងភ្នក់ភ្លើងឲ្យយើងខ្លាំងតិចបានដេញមុខយើងអង្គុយធ្វើម្ហូបកើតហើយឥឡូវកែបយើងបំពងឆ្អិនហើយយើងឆ្លៀតពេលហ្នឹងក៏ឆ្លៀតចាប់កូនកែបដាក់បកាយខ្លះតែដូចជាមិនសង្ឃឹមទេបាក់យើងឲ្យដោយសារតែទឹកទលេវាឡើងខ្លាំងពេកត្រីអាចឡើងទៅតាមទឹកទៅដល់លើទៀតប៉ុន្តែដោយសារយើងចង់មកលេងនៅក្រោមនេះអញ្ចឹងយើងក៏ចេះតែដាក់បកាយលេងសាកមើលទៅដោយសារយើងដាក់បកាយនៅឯផ្លូវកន្លែងយើងបោះតង់ដេកហ្នឹងទេអញ្ចឹងដាក់ហើយយើងបកមកវិញដាក់បំពងត្រីងាល់បានត្រីហូបហើយបងអឿនគាត់មានតែបានធ្វើត្រីស្រួលបួលអីលេងឲ្យទាំងចឹងហ្មងលេងឲ្យទាំងស្រស់ចឹងហ្មងបន្ទាប់ពីយើងពងត្រីឆ្អិនកែបឆ្អិនហើយឥឡូវយើងរៀបចំដាក់ស្លងាំងើកែបម្ដងម៉ោងកាន់តែច្រើនហើយតែម្ហូបអត់ទាន់ឆ្អិនខ្ញុំក៏ចូលទៅជួយស្លងាំងើកែបបងអឿនថែមគ្រឿងថែមនេះថែមនោះឲ្យបងប្អូនចាំមើលអាស្លមួយឆ្នាំងស្លគ្នា2នាក់នឹងចាំមើលឲ្យឆ្ងាញ់ក៏រកមុខមិនឃើញហើយមិនឆ្ងាញ់ក៏រកមុខអ្នកស្លអត់ឃើញដែរដោយពាក្យចាស់ធ្លាប់និយាយថាមនុស្សតែម្នាក់ស្ងោអន្សមខ្លោចហើយមនុស្សគ្នាច្រើនដូចស្មោចស្ងោអន្សមឆៅអាហ្នឹងដោយសារតែពេលមនុស្សច្រើនទៅចេះតែអាងគ្នា
អាមួយអាងអាមួយទៅអត់មើលភ្លើងស៊ូប៊ូលសอมហ្នឹងវាឆៅហ្មងហូបយើងទាំងពីរទាំង3មុខហ្នឹងឆ្អិនទាំងអស់ហើយឥឡូវយើងក៏រៀបចំហូបបាយហូបទឹកជុំគ្នាខ្ញុំមិនហ្នឹងចៅទូកអស់កន្លង ស៊ីតែឯងម៉ែនេះ នេះលបងឲ្យស៊ីច្រើនមែនបងខ្ញុំក៏តវ៉ាថាបាយមួយកម៉ែលហូបមិនគ្រប់ថាទៀតពិតគាត់ហូបអត់អស់ទេអូអត់ទាន់ដាក់អំបិលប៊ីចេងហ្នឹងណា ដាក់អំបិល ទៀតចុយមកអត់មានទាន់ដាក់ទាំងអស់ជឿនៅបងប្អូនសម្លតែមួយឆ្នាំងស្លគ្នាពីរនាក់រមុខអ្នកស្លអត់ឃើញទេសម្លយកមកហូបអត់ទាន់មានដាក់គ្រឿងអំបិលប៊ីចេងស្ករអីទេអញ្ចឹងត្រូវយកទៅដាក់ស្លម្ដងទៀតឃើញដាក់ប៊ីចេងឃើញដាក់ស្ករឃើញដាក់អំបិលឥឡូវយើងថែមគ្រឿងហើយយើងដាក់វិញដល់វាជាតិនឹងធម្មជាតិរបស់វាហ្នឹងណាំងើងកែបយើងសរេស្រង់គ្រឿងរួចរាល់អស់ហើយឥឡូវរសជាតិអែមមកប៉ាក់យើងហើយខ្ញុំក៏ហូបបាយហូបទឹកជុំគ្នាជាមួយបងប្អូនខ្ញុំខានហូបបាយជុំគ្នាយ៉ាងយូរដែរនៅតាមវាលស្រែអញ្ចឹងឥឡូវនេះគឺជាឱកាសល្អមួយដែលយើងអាចថាហូបបាយហូបទឹកជុំគ្នារំលឹកអនុស្សាវរីយ៍កាលដែលពួកខ្ញុំនៅក្មេងៗជាមួយនឹងគាត់ដើរបាញ់សត្វបាញ់អីពេលយប់រកត្រីរកអីអញ្ចឹងដូចគ្នាចឹងយើងហូបបាយរួចហើយក៏ចោះទៅមើលម៉ោងម្ដងទៀតសិនម៉ោងកន្លះ4ដែលយើងចោះមើលនឹងមានជាប់ត្រីគួរសមដែរប៉ាយើងដោះមកស្ទុះដូចបានយើងគួរគ្រាន់បើដែរលោកមួយ2អានេះធំអានេះធំទៅមើល3 4 5ហូយ៉ាចាស់បាត់អោនមួយយ៉ាអោនមួយកាប់ផ្លេសហ្មងនេះប៉ាយើងនេះនេះប៉ាយើងនេះប៉ាយើងនេះអីតាអោនមួយអពុះឡើងកាពីនេះមិនយ៉ាងឡើយអានេះជាប់គ្នាអានេះត្រូវតាឯងទិញថែមមួយទៀតហីវាអត់ជាប់អាពេលលេងវិញគឺក្រោយនេះម៉ោងកន្លះ4ដែលយើងដាក់នៅក្បែរជំរុំយើងសម្រាប់ហ្នឹងយើងចោះដោះមួយផ្លែតបានត្រីគួរសមដែរប៉ាក់យើងអញ្ចឹងព្រលឹមឡើងយើងចង់ហូបត្រីអីយើងអាចបពងយើងអាចធ្វើអីបានភ្លាមហើយយើងទៅមើលម៉ោងកន្លះ5របស់យើងម្ដងតែដូចជាអត់ជាប់ទេជាប់បានត្រីសនេះមួយហើយនឹងជាប់បានត្រីដែងមួយតែប៉ុណ្្នឹងទេហើយបើនិយាយពីបកាយយើងវិញដោយការសង្ស័យមែនប៉ាក់យើងហើយអត់មានជាប់ត្រីជាប់អីទេជាប់បានទុំមួយនេះយើងធំគួរសមដែរមកខំនុយនៅក្បែរកន្លែងរោងហ្មងអូនេះចូលមកនេះនៅកន្លែងយើងបោះតង់ហ្នឹងហ្មងនេះអត់ចាំបាច់ទៅណាឆ្ងាយអាភ្លើងក៏ប្រកាត់នៅក្បែរតងនឹងវាខំនុយលេបទៅយើងដោះអត់រួចទេអញ្ចឹងម៉ៅគាត់តតែយកទៅកាត់ខ្សែចោលហ្មងរៀងយប់តិចយើងជិះម៉ូតូទៅសាកបងត្រីតអោតមួយសណាញ់ពីរសណាញ់1គីឡូបានត្រូវត្រីតអោតទៅដល់សាកបាន2សណាញ់ឯគត់ទៅដល់ឃើញតែអត់ត្រូវវាត្រឡប់មកកន្លែងជំនុំសម្រាប់វិញខ្ញុំមកដល់កន្លែងលបងខ្ញុំស្លាប់បាត់ហើយគាត់ទៅសម្រាប់នៅផ្ទះបាត់ហើយអញ្ចឹងខ្ញុំនៅ3នាក់ហ្នឹងក៏ដាក់ឈៀលតិចទៅហើយក៏យប់ឡើងកាន់តែឃ្លានអញ្ចឹងក៏នឹកឃើញថាឥឡូវទៅដួសស្លដូចឲ្យយំហូបហើយក៏នឹកឃើញតុងចង់ហូបតុងក៏យកតុងដែលយើងបកាយបានភ្លាមយកមកដាក់អាំងតន់មាននៅស្រស់នឹងជាតិណាស់ប៉ាក់យើងអើយថែមចង់ទេតែបងក៏ចេះហុចមករហូតអស់មួយហុចមួយឥឡូវអាត្រីតអោននេះមកទៀតនេះហូបត្រីតអោនតន់អស់ផងតុងឆ្អិនមកបន្តទៀតហ៎កន្លះគីឡូហ្នឹងបាន2ហើយគួយពងតាហូបហ្នឹងបងម៉ៅគាត់ថាចោះទៅមើលម៉ោងកន្លះ4ម្ដងទៀតតើកុំឲ្យងាប់ត្រីគាត់ចោះទៅមួយផ្លែហ្នឹងបានត្រីមកក៏ភ្លុះទៀតហ្នឹងបាល់ហើយអស់កន្លះ5បានមួយដែរខ្ញុំធ្វើបាបយប់កាន់តែជ្រៅហើយយើងក៏នាំគ្នាចូលសម្រាប់រៀងខ្លួនទៅ Good night បងប្អូនទាំងអស់គ្នាព្រលឹមឡើងជួបគ្នាម្ដងទៀតនេះទស្សនភាពថ្ងៃរៀបរះបន្ទាប់មកខ្ញុំក៏ដាក់មកសម្លេតទៀតបន្ទាប់ពីដាក់មកសម្លេតទៀតមកស្រាប់តែបើកភ្នែកមកស្រាប់តែមេឃភ្លឺច្បាស់ចែហើយទស្សនភាពពេលព្រឹកថ្ងៃរះលាយឡំជាមួយនឹងសម្រស់ធម្មជាតិឆ្លុះដូចកញ្ចក់អញ្ចឹងយើងមើលឃើញថាពិតជាស្រស់ស្អាតមែនតើហើយយើងបានចំណាយពេលនេះមួយយប់ពិតជាមានអារម្មណ៍ស្រស់ស្រាយអារម្មណ៍ស្រស់ថ្លាមែនតើហើយព្រលឹមឡើងនេះគឺជាទស្សនភាពព្រលឹមឡើងដែលយើងងើបពីសម្រាប់មកភ្លាមហើយបងម៉ៅក៏គាត់អត់បងអង្គយូរដែរគាត់ចុះទៅសារម៉ោងរបស់យើងទាំងកាឡា5ទាំងកាឡា4អាតូចអាធំអីយកឡើងមកលើទាំងអស់ហ្នឹងហើយយើងឃើញថាមានបានជាប់ត្រីមួយចំនួនមានពស់ស្លាប់កែបមានត្រីកប៉ិកកប៉ុកអីចេះតែប្រមូលយកមកទាំងអស់ហ្នឹងទៅព្រោះយើងមានគោលដៅរបស់យើងបន្តទៅលេងបន្តទៀតហ្នឹងគឺនៅខាងព្រៃរនាមព្រៃលិចទឹកនឹងតែម្ដងដោយសារតែយើងចង់ទៅលេងកដោលេងពស់ហើយសម្រាប់វីដេអូនេះក៏ដល់ទីបញ្ចប់ត្រឹមប៉ុណ្ណឹងសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមើលវីដេអូមួយនេះអរគុណច្រើនហើយសូមបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត